COVID-19 JN1 គម្រាមកំហែងសម្រាប់មនុស្ស 1,602 នាក់មិនដល់មួយខែផងប្រិមិត្តជាទីគោរពនិងជាទីមេត្រីមេរោគ COVID-19 ដែលយើងលែងខ្លាចលែងបារម្ភទូទៅជាប្រមាណ 2 ទៅ 3 ឆ្នាំមកហើយនោះគឺបានវិវត្តថ្មីមួយបែបទៀតដែលក្រសួងសុខាភិបាលបានប្រកាសការពីល្ងាចថ្ងៃទី 12 ខែឧសភា ឆ្នាំ 2025 ខណៈដែលអង្គការសុខភាពពិភពលោកបានអះអាងថា28ថ្ងៃចុងក្រោយមេរោគ COVID-19 វាបានសម្លាប់មនុស្សប្រមាណ 1,602 នាក់នៅលើពិភពលោកមេរោគ COVID-19 ចុងក្រោយនេះគឺជាពពួកមេរោគ Omicron ដែលបានបំលែងខ្លួនជាថ្មីគេហៅវាថាប្រភេទ JN1 ដែលវារកឃើញដំបូងនៅក្នុងខែសីហាឆ្នាំ 2023 ហើយនៅពេលនេះវាបានរីករាលដាលយ៉ាងឆាប់រហ័សក្នុងតំបន់ជាច្រើនទូទាំងពិភពលោកក្រសួងសុខាភិបាលបានអះអាងថាបច្ចុប្បន្ននេះអង្គការសុខភាពពិភពលោកបានចាត់ថ្នាក់វាថាគឺជាប្រភេទមេរោគវ៉ារីវុងដ៏មានចំណាប់អារម្មណ៍ដោយសារវារីករាលដាលយ៉ាងឆាប់រហ័សដោយសារតែលក្ខណៈជីវសាស្ត្រវិវត្តថ្មីរបស់វាប្រភពដដែលបានអះអាងថាត្រឹមពាក់កណ្ដាលខែមីនាឆ្នាំ 2025 JN1 បានរកឃើញជាងប្រមាណ 15% នៃ COVID-19 ដែលបានរកឃើញនៅទូទាំងពិភពលោកអង្គការសុខភាពពិភពលោកបានឲ្យដឹងថាមកដល់ពេលនេះ COVID-19 បានកើតឡើងសរុបប្រមាណជាង777លានករណីហើយវាបានសម្លាប់មនុស្សសរុបជាង7លាននាក់នេះដោយរួមបញ្ចូលទាំងករណីស្លាប់ថ្មីនៅ28ថ្ងៃចុងក្រោយប្រមាណជាង 1,602 នាក់ផងដែរស្ថានភាពនៃការគ្រោះថ្នាក់ដោយសារតែមេរោគ COVID-19 នៅតែមានដូច្នេះកុំជិះសេះលែងដៃហើយស្មារតីនៃការការពារនិងបង្ការគូតែលើកកម្ពស់ទោះបីជាពេលនេះវាមិនត្រូវបានចាត់ថ្នាក់ថាជាជំងឺគ្រោះថ្នាក់ខ្លាំងដោយកាលអំឡុងពីឆ្នាំ 2019 ដល់ឆ្នាំ 2022 កន្លងមកក៏ដោយចោះក្រសួងសុខាភិបាលបានឲ្យដឹងថាមេរោគសញ្ញានៃ COVID-19 ដែលកំពុងតែគំរាមកំហែងពេលនេះពលគឺប្រភេទ JN1 បាទនេះគឺមានរោគសញ្ញាមិនខុសពី COVID-19 ចំនួនមុននោះទេរោគសញ្ញាគឺមានបាទដូចជាគ្រុនក្តៅក្អកស្ងួតឈឺបំពង់កហៀសម្បោរចង្អោរត្រដៀងគ្នានឹងផ្ដាសាយហើយវាគឺជាប្រភេទមេរោគដែលឆ្លងលឿននិងអាចបញ្ជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំងដោយសារវាផ្លាស់ប្ដូរប្រូតេអ៊ីនបង្គោលរបស់វាក្រសួងបានអះអាងថា JN1 មានហានិភ័យសុខភាពជាសកលកម្រិតទាបទេប៉ុន្តែបន្តការប្រុងប្រយ័ត្នគឺចាំបាច់ជាពិសេសចំពោះបុគ្គលដែលមានហានិភ័យនៃការចម្លងជំងឺរួមមានបាទអ្នកប្រព័ន្ធការពាររាងកាយខ្សោយជំងឺរ៉ាំរ៉ៃប្រចាំកាយទឹកនោមផ្អែមលើសឈាមជនចាស់ជរាស្ត្រីមានផ្ទៃពោះជាដើមប្រពន្ធដដែលបានបន្តថានៅកម្ពុជាប្រហែលថ្ងៃនេះមានការបាទចម្លង COVID-19 ដែលតម្រូវឲ្យបន្តការយកចិត្តទុកដាក់ការពារខ្លួនឲ្យបានហ្មត់ចត់ជាពិសេសគឺរដូវវស្សាប្រពន្ធដដែលបានបន្តថាវិធានការជំងឺនេះមិនប្លែកពីមុនទេប្រជាជនត្រូវអនុវត្តឲ្យបាននៅអនាម័យដោយលាងដៃនឹងសាប៊ូឬអាល់កុលឬពាក់ម៉ាស់ក្នុងករណីចាំបាច់កុំខាកស្ដោះពីវាពះកាលឬខ្ទប់មាត់ឬច្រមុះពេលក្អកដោយប្រើម៉ាស់កែងដៃក្រមាកន្សែងឬក្រដាសអនាម័យរួចបោះខ្ទប់ចោលនៅក្នុងធុងសម្រាមបាទក្នុងធុងសម្រាមដែលបានគោរពចិត្តបាទបងប្អូនប្រិមិត្តបាទអញ្ចឹង COVID-19 គឺបានសម្លាប់មនុស្សបាទនៅលើពិភពលោកគឺប្រមាណលានអ្នកឯនោះបងប្អូនបាទអញ្ចឹងបានមកដល់ខ្មែរយើងហើយបាទក្នុងនោះតារាចម្រៀងលោកខេមក៏បានកើតដែរអញ្ចឹងបងប្អូនគូតែប្រុងប្រយ័ត្នខ្លាំងមែនទែនហើយវិធានការនោះគឺមិនខុសពី COVID-19 ចំនួនមុនទេគឺដូចគ្នាបងប្អូនទៅណាមកណាយើងបាញ់អាល់កុលបាទលាងដៃនឹងសាប៊ូពាក់ម៉ាស់បាទខាកស្ដោះហ្នឹងគឺឲ្យមានអនាម័យបាទដាក់ក្នុងធុងសម្រាមដែលបានបិទជិតបាទដូច្នេះពាក់ព័ន្ធទៅនឹងព័ត៌មាននេះក៏ត្រូវបានបញ្ចប់សូមអរគុណសូមជម្រាបលា